Chẳng dương bật to từចំណុចទី2បាទគឺតាក់ទងទៅនឹងផ្លាកសញ្ញាចរាចរណ៍អញ្ចឹងខ្ញុំសូមជម្រាបជូនបងប្អូនយើងដែលជាដៃគូបើកបរទាំងអស់ឲ្យបានជ្រាបថាផ្លាកសញ្ញាចរាចរណ៍គឺមាន10ប្រភេទធំបាទអញ្ចឹងគាត់ថានៅក្នុងមួយប្រភេទហ្នឹងគឺវាមានផ្លាកសញ្ញាច្រើនទៀតដែលបងប្អូនយើងត្រូវរៀនបាទត្រូវចំណាយពេលសិក្សាស្វែងយល់បន្ថែមអញ្ចឹងណាបាទអញ្ចឹងនៅក្នុងហ្នឹងខ្ញុំលើកឧទាហរណ៍ខ្លីៗឲ្យបងប្អូនយើងបានយល់បាទឧទាហរណ៍ដូចជាផ្លាកសញ្ញាដែលមានផ្ទៃពណ៌លឿងបាទរូបខាងក្នុងពណ៌ខ្មៅហ្នឹងគឺជាផ្លាកសញ្ញាគ្រោះថ្នាក់អញ្ចឹងកាលណាបងប្អូនយើងឃើញផ្លាកសញ្ញាអញ្ចឹងនៅខាងមុខបានន័យថាខាងមុខហ្នឹងអាចនឹងមានគ្រោះថ្នាក់កើតឡើងអញ្ចឹងបងប្អូនយើងត្រូវបង្អង់ល្បឿនអញ្ចឹងយើងអាចមើលបានឧទាហរណ៍ដូចជាបាទនៅខាងមុខមានផ្លូវកោងទៅខាងស្ដាំបាទនៅខាងមុខមានផ្លូវកោងទៅខាងឆ្វេងឬក៏ទៅដល់ខាងមុខហ្នឹងគឺជាផ្លូវទាល់អញ្ចឹងបងប្អូនយើងអាចមើលបាននៅតាមផ្លាកសញ្ញាទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនយើងធ្វើដំណើរតាមដងផ្លូវបងប្អូនយើងកុំភ្លេចមើលផ្លាកសញ្ញាចរាចរណ៍ព្រោះចំណុចហ្នឹងគឺសំខាន់ខ្ញុំលើកឧទាហរណ៍មួយបាទតើតើនឹងផ្លាកសញ្ញាផ្ទៃពណ៌លឿងរូបពណ៌ខ្មៅនៅផ្លូវទាល់បាទជាទូទៅឧទាហរណ៍ថាបងប្អូនយើងធ្វើដំណើរពីផ្លូវហ្នឹងគឺបុកទៅផ្លូវដល់ផ្លូវធំហ្នឹងគឺផ្លូវទាល់ហើយអញ្ចឹងបងប្អូនយើងតែងតែឃើញមានផ្លាកមួយបាទបង្គោលផ្លាកសញ្ញាមួយគេដាក់ថា stop បាទឬក៏ឈប់អញ្ចឹងបានន័យថាពេលហ្នឹងគឺបងប្អូនយើងត្រូវតែមកដល់ហើយហ្នឹងគឺត្រូវតែបង្អង់ល្បឿនបាទឬក៏ឈប់ដើម្បីផ្ដល់សិទ្ធិអត្ថប្រយោជន៍ឲ្យអ្នកដែលគាត់ធ្វើដំណើរតាមផ្លូវត្រង់ហ្នឹងគាត់ទៅសិនបាទអញ្ចឹងនៅពេលណាដែលទំនេរឬក៏ស្រឡះហើយបងប្អូនយើងអាចធ្វើការឡើងទៅបាទដើម្បីបត់ឆ្វេងឬក៏បត់ស្ដាំបានអញ្ចឹងណាអញ្ចឹងកាលណាបងប្អូនយើងយល់ច្បាស់កន្លែងហ្នឹងយើងអត់មានទៅបង្កជាការរំខានឬក៏យើងទៅបង្កជាចំនួនអីជាមួយនឹងអ្នកដែលគាត់ធ្វើដំណើរនៅលើផ្លូវធំឬក៏ផ្លូវត្រង់ហ្នឹងទេពេលហ្នឹងកាលណាបងប្អូនយើងចេះពីផ្លាកសញ្ញាគឺវាបង្កជាលក្ខណៈងាយស្រួលនៅក្នុងការធ្វើដំណើរទាំងអស់គ្នាអញ្ចឹងណាបាទក្រៅពីនោះបាទយើងមានផ្លាកសញ្ញាដូចថារង្វង់មូលចេះបាទផ្ទៃខាងក្រៅហ្នឹងគឺជារង្វង់បាទដែលមានរូបហ្នឹងគឺសំទោសផ្ទៃខាងក្រៅហ្នឹងគឺពណ៌ក្រហមបាទគឺជាផ្លាកសញ្ញាបំរាមឬក៏សញ្ញាហាមឃាត់បាទសញ្ញាហាមឃាត់ណាបាទអញ្ចឹងសញ្ញាហ្នឹងគឺសំខាន់បាទន័យថាគេអត់ឲ្យបងធ្វើអ្វីមួយនៅក្នុងហ្នឹងបាទអញ្ចឹងយើងលើកឧទាហរណ៍មានសញ្ញាអីខ្លះផ្លាកសញ្ញានេះគេដាក់ថាហាមចូលអញ្ចឹងមកថាផ្លូវជាទូទៅគឺផ្លូវឯកទិសអញ្ចឹងកាលណាបងប្អូនយើងជិះចូលទៅបាទនេះបច្រាស់អាហ្នឹងគឺខុសនឹងច្បាប់ចរាចរណ៍ហើយអញ្ចឹងបងប្អូនយើងអាចនឹងរងនឹងការពិន័យហ្នឹងបើសិនជាមានសមត្ថកិច្ចគាត់ឈើជើងនៅទីនោះអញ្ចឹងណាបាទក្រៅពីហ្នឹងទៀតមានសញ្ញាច្រើនណាស់បងប្អូនយើងអាចមើលបានបាទមានហាមបត់ឆ្វេងហាមបត់ស្ដាំហាមបត់ត្រឡប់ថយក្រោយអីអញ្ចឹងទៅណាហាមឈប់ហាមចតអីអញ្ចឹងទៅបាទមានច្រើនអញ្ចឹងបងប្អូនយើងត្រូវសិក្សាបន្ថែមដូចគ្នាបាទអញ្ចឹងនៅមានផ្លាកសញ្ញាប្រភេទផ្សេងទៀតដែលបងប្អូនយើងត្រូវសិក្សាស្វែងយល់ដោយខ្លួនឯងអញ្ចឹងនៅក្នុងនេះខ្ញុំក៏ចែករំលែកមួយទៀតដែរតើតើទៅនឹងចំណុចរង្វង់មូលដោយសារខ្ញុំសង្កេតឃើញបងប្អូនយើងភាគច្រើនតែងតែអនុវត្តខុសដែរអញ្ចឹងខ្ញុំក៏ជម្រាបជូនថានៅពេលដែលបងប្អូនយើងជិះចូលទៅក្នុងរង្វង់មូលបងប្អូនយើងត្រូវតែសញ្ញោឆ្វេងដើម្បីឲ្យបងដឹងថាបងចូលទៅរង្វង់មូលហើយអញ្ចឹងណាហើយនៅពេលដែលបងប្អូនយើងចេញពីរង្វង់មូលបងប្អូនយើងត្រូវតែសញ្ញោស្ដាំបាទហើយនៅពេលដែលចូលទៅក្នុងរង្វង់មូលនឹងដូចគ្នាបងប្អូនយើងត្រូវដឹងថាយើងដែលអ្នកទើបតែចូលទៅហ្នឹងយើងត្រូវផ្ដល់សិទ្ធិឲ្យគេអ្នកដែលនៅក្នុងរង្វង់មូលនឹងមុនសិនបាទឲ្យគេអាចធ្វើចរាចរណ៍បានដោយស្រួលអញ្ចឹងយើងអត់មានទៅបង្កការរំខានគេទេបាទឬក៏ទៅរករឿងគេដែលគេនៅក្នុងរង្វង់មូលហ្នឹងគឺយើងធ្វើអញ្ចឹងគឺអត់ត្រឹមត្រូវទេអញ្ចឹងខ្ញុំបញ្ជាក់ឡើងហ្នឹងបងប្អូនយើងបានកាន់តែច្បាស់ហ្នឹងហើយអូខេអញ្ចឹងសម្រាប់ផ្លាកសញ្ញាចរាចរណ៍ខ្ញុំចែកជូនប៉ុណ្នេះហើយបងប្អូនយើងសិក្សាស្វែងយល់លើខ្លួនឯងថែមទៀតបាទ